ឧស្សាហ៍ផោមក្នុងពេលមករដូវដឹងថាមកពីអ្វីអត់តើអ្នកជាមនុស្សដែលងាយនឹងផោមក្នុងពេលមករដូវជាងពេលវេលាផ្សេងដែរឬទេកុំបារម្ភអីនេះគឺជារឿងធម្មតាដែលកើតមានលើមនុស្សស្ត្រីស្ទើរតែគ្រប់គ្នាទៅហើយបើសិនជាអ្នកកំពុងតែឆ្ងល់ថាហេតុអ្វីបានជាចូលចិត្តលេចផោមក្នុងពេលមករដូវបែបនេះសូមប្រិយមិត្តទាំងអស់គ្នាតាមដានស្ដាប់ជាមួយយើងខ្ញុំដូចតទៅបម្រែបម្រួលអរម៉ូនខណៈពេលដែលអរម៉ូនអេស្ត្រូជែនជាអ្នកចាប់ផ្ដើមដំបូងសម្រាប់វដ្តរដូវរហូតដល់ការជ្រុះអូវលអរម៉ូនប្រូជេស្តូសូនក៏មាននីតិសំខាន់ក្រៅពីជ្រុះអូវលដែរបម្រែបម្រួលអរម៉ូនរវាងអរម៉ូនទាំងពីរនេះក្នុងពេលមករដូវមិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍ទេតែក៏ប៉ះពាល់ដល់ប្រព័ន្ធក្រពះផងដែរមានស្ត្រីច្រើនណាស់ដែលមានបញ្ហាបន្ទោះបង់ញឹកញាប់ឬរាករូសក្នុងពេល